ជំរាបសួរអ្នកគ្រូគិនសៃឡែនជាគ្រូដឹកនាំកម្មសិក្សារបស់គរុនិស្សិតបរិញ្ញាបត្រ1ឆ្នាំ2025-2026បាទសូមស្វាគមន៍គរុនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានអ្នកគ្រូផ្ដល់ឱកាសឲ្យខ្ញុំបានមកធ្វើបទបង្ហាញស្ដីពីរបាយការណ៍សន្ទនាឆ្លុះបញ្ចាំងនៅក្នុងថ្នាក់រៀនរបស់ខ្ញុំផ្ទាល់បាទគឺថ្នាក់ទី4កនៃសាលាបឋមសិក្សាស្រះស្ថិតនៅក្នុងភូមិស្រះឃុំឈូកស្រុកគូលីឆ្មាខេត្តត្បូងឃ្មុំដែលមានសិស្សសរុបចំនួន16នាក់សិស្សស្រីចំនួន7នាក់បាទនៅក្នុងវីដេអូឆ្លុះបញ្ចាំងរបស់ខ្ញុំនេះដែរគឺមានមាតិកាចំនួន3បាទជាកិច្ចចាប់ផ្ដើមខ្ញុំសូមជូនមាតិកាសំខាន់ទាំង3នោះដែលមានដូចជាចំណុចទី1គឺចំណុចខ្លាំងនៃសន្ទនាឆ្លុះបញ្ចាំងចំណុចទី2បញ្ហាប្រឈមនៃសន្ទនាឆ្លុះបញ្ចាំងនិងចំណុចទី3គឺការដោះស្រាយនៃបញ្ហានៃសន្ទនាឆ្លុះបញ្ចាំងបាទខ្ញុំសូមចូលទៅដល់ចំណុចទី1គឺបាទចំណុចខ្លាំងនៃសន្ទនាឆ្លុះបញ្ចាំងបាទចំណុចខ្លាំងនៃសន្ទនាឆ្លុះបញ្ចាំងទី1គឺការមកបង្រៀនតាន់ពេលវេលាបាទចំណុចនេះដែរគឺចង់បញ្ជាក់ថាការមកបង្រៀនរបស់គ្រូគឺបានតាន់ពេលវេលាល្អនិងសិស្សក៏មករៀនបានតាន់ពេលវេលាល្អផងដែរបាទគ្រូបង្រៀនមានកិច្ចតែងការមានការពន្យល់ដោយលើកជាឧទាហរណ៍ផ្សារភ្ជាប់ទៅនឹងជីវិតជាក់ស្ដែងបាទសិស្សមានទំនុកចិត្តនៅក្នុងការរៀននិងបង្រៀនបាទជួយឲ្យការបង្រៀនមានប្រសិទ្ធភាពនិងជួយសម្រេចបាននូវវត្ថុបំណងឬក៏ខ្លឹមសារមេរៀនការបង្កើនប្រសិទ្ធភាពនៅក្នុងការបែងចែកក្រុមបាទខ្ញុំសូមចូលទៅដល់ចំណុចទី2បញ្ហាប្រឈមនៃសន្ទនាឆ្លុះបញ្ចាំងបាទសិស្សចូលរៀនយឺតនៅម៉ោងចូលរៀនវិញបន្ទាប់ពីចេញលេងសិស្សពុំមានគំនិតពិភាក្សាក្រុមធ្វើឲ្យចំណាយពេលយូរនៅក្នុងការពិភាក្សាក្រុមបាទសិស្សរៀនយឺតគឺមានប្រហែលជា1/3ជាហេតុធ្វើឲ្យសិស្សទាំងអស់ចំណាយពេលយូរក្នុងការសម្រេចបានវត្ថុបំណងមេរៀនគ្រូភាគច្រើនប្រើវិធីសាស្ត្របង្រៀនតាមបែបគ្រូជាមជ្ឈមណ្ឌលរបស់សិស្សដែលទើបសិស្សឆាប់យល់មេរៀននីមួយៗបាទចំណុចនេះដែរគឺចង់បញ្ជាក់ថាការដែលបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌលគឺធ្វើឲ្យពួកគាត់នៅក្នុងថ្នាក់រៀនជាក់ស្ដែងគឺពួកគាត់បាទពុំសូវមានគំនិតភាសាអញ្ចឹងធ្វើឲ្យចំណាយពេលយូរដល់ពេលអញ្ចឹងគ្រូក៏ភាគច្រើនគឺគាត់ប្រើវិធីសាស្ត្រគ្រូជាមជ្ឈមណ្ឌលវិញព្រោះថាគ្រូជាមជ្ឈមណ្ឌលគឺលោកគ្រូគឺគាត់បានប្រាប់បាទសិស្សត្រង់នៅមេរៀនឲ្យសិស្សនឹងគាត់ឆាប់ចាប់បានហើយនឹងចំណាយពេលតិចនិងមួយវិញទៀតយើងអាចនិយាយបានថាជាការបង្រៀនបែបគម្ពីរបាទគម្ពីរនិយមគឺឲ្យសិស្សបាទមើលមេរៀនហើយពន្យល់តែម្ដងបាទចំណុចចុងក្រោយគឺសិស្សបង្ហាញអារម្មណ៍មិនសូវចង់រៀនពេលគ្រូផ្ដោតលើខ្លឹមសារមេរៀនខ្លាំងនិងរៀនដោយគោរពតាមកម្មវិធីសិក្សាគោលហើយសិស្សទាមទារឲ្យគ្រូផ្ដល់បរិយាកាសរីករាយដល់ពួកគាត់បាទចំណុចចុងក្រោយគឺការដោះស្រាយនៅសន្ទនាឆ្លុះបញ្ចាំងបាទការដោះស្រាយនៅបញ្ហាសន្ទនាឆ្លុះបញ្ចាំងនេះគឺខ្ញុំមានចំនួន6ចំណុចបាទទី1គឺការស្រាវជ្រាវនិងរៀបចំការសម្រួលកិច្ចតែងការបង្រៀនដែលរៀបចំរួចពីមុនឲ្យសមស្របតាមស្ថានភាពជាក់ស្ដែងរបស់សិស្សបច្ចុប្បន្នដើម្បីឲ្យគ្រូសិស្សឆាប់សម្រេចបាននូវវត្ថុបំណងមេរៀនមានសម្ភារៈឧបទេសគ្រប់គ្រាន់និងសញ្ញាកិច្ចការសមស្របតាមខ្លឹមសារមេរៀនគ្រូត្រូវចេះបត់បែនពេលវេលាតាមស្ថានភាពជាក់ស្ដែងបាទការដាក់ពិន័យបែបវិជ្ជមានដល់សិស្សដែលចូលរៀនយឺតនិងសិស្សដែលមិនបានធ្វើកិច្ចកាត់ផ្ទះការប្រើឧបករណ៍គ្រប់គ្រងពេលវេលាដើម្បីចំណេញពេលវេលាជាដើមបាទការកាត់បន្ថយសកម្មភាពដែលមិនសូវមានប្រយោជន៍នៅក្នុងម៉ោងសិក្សាបាទការបកស្រាយនៅសន្ទនាឆ្លុះបញ្ចាំងក្នុងថ្ងៃនេះក៏បានឈានចូលដល់ទីបញ្ចប់បាទជាចុងក្រោយប្រសិនបើមានចំណុចខ្វះខាតខ្ញុំបាទក៏សូមមតិយោបល់ពីអ្នកគ្រូដឹកនាំនិងមិត្តគរុនិស្សិតទាំងអស់ដើម្បីកែលម្អកាន់តែប្រសើរបាទជាចុងបញ្ចប់ខ្ញុំសូមអរគុណនិងសូមគោរពលា